รียบตัวดาวลงในยั่วขดอยเชียร์ลูกครูในครูคณะกรรมการถึงอ้อเดมีนวิตามินในที่นี้นึ่งส่วนได้ในการสร้างสร้างถึงอัพนี้เดมีนวิตามินในขนมอาบิคีดังมูลเนี่ยเชี่ยวชมหาใส่ผ้าเจ้ามูลขณะที่ดมวยเป้ในชลาวิชลายของโคชมงานที่ได้ในเชี่ยวเจมีนจะได้สมโนในเรียนครั้งนั้นรวมยังกติยกขนมการมองอาณาบอสอัพอาซาโต้พิธีงานเชียร์เลิศติดดอกอัตบัตดอกครั้งอาซาเสริมแม่ตามระยะอาซาเสริมเกย์ไอดมการรณรงค์มนุษย์ขนมสมัยการในมวยในมวยเพราะอาซาเสริมใต้แต่แปรปรวนท่านดำเนินวิวัฒน์របស់សង្គមមនុស្សជាតារាអាសាសិទ្ធិខ្មែរយើងមានការវិវត្តតាមសម័យកាលធំនៃប្រវត្តិសាស្ត្ររបស់ប្រទេសខ្មែរនៅសម័យអង្គរគេបានដឹងច្បាស់ថាមហិទ្ធិឫទ្ធិខ្មែរបានឡើងដល់កម្រិតកំពូលរីឯអាសាសិទ្ធិក៏រីកចម្រើនខ្លាំងក្លាណាស់ដែរប៉ុន្តែចុះថយទៅវិញនៅពេលដែលស្រុកខ្មែរត្រូវឈ្លានពានពីប្រទេសជិតខាងលុះមកដល់សតវត្សទី18និង19អាសាសិទ្ធិក៏ស្ទុះលើកឡើងវិញប៉ុន្តែត្រូវថយអត្តពលម្ដងទៀតនៅពេលដែលប្រទេសខ្មែរធ្លាក់នៅក្រោមអាណាព្យាបាលបារាំងរួចតបលូតលាស់ឡើងជាថ្មីនាសម័យឯករាជ្យជាទូទៅគេសង្កេតឃើញថាអក្សរសិល្ប៍មានចរិតច្រើនយ៉ាងក្នុងនោះមានលក្ខណៈមនុស្សអក្សរសិល្ប៍ដែលគេចាត់ទុកថាមានលក្ខណៈមនុស្សលុះត្រាតែអក្សរសិល្ប៍នោះបានលើកយកបញ្ហាមនុស្សមកចោទនិងដោះស្រាយដោយបង្កើតបញ្ហាមួយហៅថាបញ្ហាមនុស្សទោះបីអ្នកនិពន្ធលើកយកតួអង្គប្រភេទណាក៏ដោយទោះបីតួអង្គអច្ឆរិយៈក្តីសត្វក្តីមនុស្សធម្មជាតិក្តីក៏តួអង្គទាំងនោះសុទ្ធតែតំណាងមនុស្សនៅក្នុងសង្គមជាតារាឧទាហរណ៍ទន្សាយជាសត្វតំណាងមនុស្សមានប្រាជ្ញាស្រឡាញ់យុត្តិធម៌ខ្លាក្រពើតំណាងមនុស្សកាយសាហាវឬព្រះរាមតំណាងមនុស្សអត្តទិដ្ឋានិយមជាដើមមួយវិញទៀតអក្សរសិល្ប៍គេអាចចាត់ទុកថាមានលក្ខណៈសង្គមនោះថាតែបានលើកយកបញ្ហាសង្គមមនុស្សក្នុងសម័យកាលណាមួយមកបង្ហាញចោលនិងដោះស្រាយទៅតាមការវិវត្តចម្រើនក្តីធម្មតាក្តីឬថយក្រោយក្តីមតិយោបល់សកម្មភាពដែលតួអង្គនីមួយៗបានបំពេញសុទ្ធតែតំណាងមនុស្សភាគច្រើនពលគឺតំណាងសង្គមមនុស្សនេះឯងឧទាហរណ៍ម្ដាយទាវតំណាងនៃម្ដាយភាគច្រើននៅសម័យនោះនំមិនធំជ្រនៀលអជូនតំណាងភាគច្រើននៃនាម៉ឺននាសម័យនោះដាច់ការលក្ខណៈប្រវត្តិនៃអក្សរសិល្ប៍គឺតែងតែមានទំនាក់ទំនងទៅនឹងសម័យកាលណាមួយនៃប្រវត្តិសាស្ត្រតែពុំមែនជាប្រវត្តិសាស្ត្រទេដូចជារឿងទំទាវតាមប្រវត្តិកើតនៅសម័យលង្វែករីឯរឿងភូមិដេកឋានតាមប្រវត្តិកើតនៅសម័យអាណានិគមបារាំងជាដើមអក្សរសិល្ប៍បានលើកយកតែដំណើររឿងទាក់ទងនឹងសម័យកាលខ្លះនិងប្រវត្តិនិងព្រឹត្តិការណ៍ផ្សេងៗខ្លះដែលមាននៅក្នុងប្រវត្តិសាស្ត្រលក្ខណៈវណ្ណៈនៃអក្សរសិល្ប៍គឺសំដៅទៅលើលក្ខណៈណាមួយដែលបង្កើតអក្សរសិល្ប៍វណ្ណៈនោះតែងតែការពារឧត្តមគតិចរិតគោលបំណងខ្លួនជានិច្ចយ៉ាងណាមិញនៅក្នុងរឿងជ័យមេរោធសរសេរឡើងដោយពួកស្រទាប់លើបានបង្ហាញថាពួកស្រទាប់ក្រោមគ្មានប្រាជ្ញាអ្វីទៅទឹកសោះរឿងធនជ័យសរសេរឡើងដោយបញ្ញាជនតំណាងស្រទាប់ក្រោមគឺសម្រាប់ប្រយុទ្ធប្រឆាំងនឹងពួកស្រទាប់លើទៅវិញអក្សរសិល្ប៍ដែលគេចាត់ទុកថាមានលក្ខណៈជានិយមលុះត្រាតែមានតម្លៃសំខាន់សម្រាប់គ្រូរងសិលធម៌ជំនឿទំនៀមទម្លាប់សាសនានិងអ្វីដែលជារបស់ជាតិដូចជារឿងទំទាវបានបង្ហាញឲ្យឃើញពីវប្បធម៌ប្រពៃណីរបស់ជាតិខ្មែរដែលមានតាំងពីយូរយារណាស់មកហើយអក្សរសិល្ប៍ដែលមានលក្ខណៈជាតិស្គាល់ខ្លួនរួចហើយបន្ទាប់មកប្រទេសដទៃទៀតទទួលស្គាល់ថាជាអត្ថបទល្អដែរហើយបានយកទៅសិក្សាផ្សាយជាទូទៅអក្សរសិល្ប៍នោះមានលក្ខណៈអន្តរជាតិចាំបញ្ចប់ការអានអត្ថបទរបស់នេះខ្ញុំក៏បានបញ្ចប់សូមអរគុណដល់លោកគ្រូអ្នកគ្រូក៏ដូចជាគណៈកម្មការនិងសិស្សានុសិស្សដែលបានចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់ការអានអត្ថបទរបស់យើងខ្ញុំសូមអរគុណអរគុណច្រើនចង់ដាក់បន្ទុកតែម្ដងមកលោកគ្រូចាំ2